ប៊ីបបង្កើត Gmail ឆ្នាំ2025សម្រាប់បងប្អូនអរគ្នាដែលមាន Gmail ហើយបងប្អូនចង់បង្កើត Gmail មួយទៀតចឹងបងប្អូនគ្នាអាចចូលមើលតាមវីដេអូនេះពីដើមរហូតដល់ចប់បងប្អូននឹងធានាថានឹងចេះធ្វើ 100% តែម្ដងឥឡូវកុំឲ្យបងប្អូនខាតពេលវេលាយូរចូលទៅអនុវត្តធ្វើជាមួយខ្ញុំទាំងអស់គ្នាជាដំបូងសូមបងប្អូនអរគ្នាចុចចូលកម្មវិធី Gmail មកបងប្អូននេះកម្មវិធីនេះសម្រាប់បងប្អូនដែលមិនទាន់បានមានទេបងប្អូនអាចដោនមកសម្រាប់ខ្ញុំមានហើយខ្ញុំចូលទៅបង្កើតតែម្ដងបងប្អូនគ្នាបន្ទាប់មកគឺបញ្ចេញទម្រង់បែបនេះបងប្អូនគ្នាពេលណាដែលបងប្អូនមាន Gmail ហើយចឹងបងប្អូនគ្នាបងប្អូនចង់បង្កើតទៀតពេលដែលចុចចូលមកគឺបញ្ចេញទម្រង់បែបហ្នឹងបន្ទាប់មកបងប្អូនគ្នាចុចចូលកន្លែងរូប profile ហ្នឹងខាងលើខាងស្ដាំដៃបងប្អូនគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកបន្ទាប់មកគឺវាមានចេញGmail ជាច្រើនចឹងបងប្អូនគ្នាសម្រាប់បងប្អូនដែលមិនទាន់មានទេគឺវាមានចេញចឹងទេបងប្អូនគ្នាសម្រាប់តែបងប្អូនមាន Gmail ច្រើនគឺបងប្អូនចេញបែបទម្រង់បែបហ្នឹងបន្ទាប់មកបងប្អូនអរគ្នាកន្លែងមកមើលកន្លែងពាក្យថាបញ្ចូលគណនីផ្សេងបងប្អូនចុចចូលកន្លែងហ្នឹងប៉ាប់មកម្ដងចំណុចនេះគឺបងប្អូនទាំងអស់គ្នាកន្លែងមកមើលកន្លែងខាងលើគេដាក់ថា Google ហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកពេលណាដែលបងប្អូនចុចចូលទៅវាកំពុងតែដំណើរការបងប្អូននេះដំណើរការចប់ហើយវាក៏ចេញទម្រង់បែបនេះគឺសម្រាប់បងប្អូនដែលមិនចាក់សោអេក្រង់ទេគឺវាមិនចេញទម្រង់បែបនោះទេបងប្អូនគ្នាសម្រាប់បងប្អូនដែលចាក់សោអេក្រង់គឺវាចេញទម្រង់បែបហ្នឹងតោះមកខ្ញុំដោះសោអេក្រង់សិនបងប្អូនគ្នាពេលណាដែលដោះសោអេក្រង់រួចគឺវានាំបងប្អូនទៅមុខទៀតបន្ទាប់មកបងប្អូនមកដល់ចំណុចនេះគឺបងប្អូនទាំងគ្នាកន្លែងមកមើលអក្សរខាងក្រោមដាក់ថាការបង្កើតគណនីសម្រាប់បងប្អូនដែលមានគណនីរួចហើយបងប្អូនចង់បញ្ចូលគណនីaccount Gmail បងប្អូនវាយចូលកន្លែងលើហ្នឹងមកហើយបងប្អូនដែលចង់បង្កើតបងប្អូនចុចអក្សរខាងក្រោមពាក្យថាបង្កើតគណនីបងប្អូនចុចចូលប៉ាប់មកបន្ទាប់មកវាចេញអក្សរពីរប្រទាំងនេះបងប្អូនគ្នាគឺខាងលើដាក់ថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនហើយខាងក្រោមដាក់ថាការសម្រាប់ការងារឬអាជីវកម្មបងប្អូនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបងប្អូនចុចយកលើមកបន្ទាប់មកបងប្អូនអរគ្នាកន្លែងមកមើលខាងលើគេដាក់ថានាមខ្លួនបន្ទាប់មកខាងក្រោមគឺនាមត្រកូលឥឡូវខ្ញុំសូមវាយបញ្ចូលឈ្មោះសិនបងប្អូនគ្នាបន្ទាប់មកបងប្អូនវាយបញ្ចូលនាមត្រកូលពេលណាដែលបងប្អូនវាយបញ្ចូលរួចហើយបងប្អូនអរគ្នាកន្លែងមកមើលខាងក្រោមគេពាក្យដាក់អក្សរខ្មែរថាបន្ទាប់បងប្អូនចុចពាក្យថាបន្ទាប់មកដល់ចំណុចនេះគឺបងប្អូនអរគ្នាកន្លែងមកមើលកន្លែងប្រអប់ធុងទី1ដាក់ថាថ្ងៃអញ្ចឹងបងប្អូនជឿរើសថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនហ្នឹងឬក៏បងប្អូនចង់ដាក់ព្រាវក៏បានដែរបងប្អូនកន្លែងហ្នឹងគឺមិនសំខាន់ទេឥឡូវខ្ញុំដាក់ព្រាវទៅបងប្អូនគ្នាហើយឆ្នាំនេះគឺបងប្អូនដាក់ធ្វើបាច់ឲ្យគ្រប់អាយុចាប់ពី18ឆ្នាំឡើងអញ្ចឹងបងប្អូនគ្នាអូខេខ្ញុំដាក់ព្រាវទេបងប្អូនគ្នាបន្តមកខាងក្រោមនេះគឺបងប្អូនគ្នាចុចដូរភេទបងប្អូនភេទទី3បងប្អូនដាក់ទី3មកភេទស្រីដាក់ស្រីមកបងប្អូនគ្នាប្រុសដាក់ប្រុសមកហើយបើបងប្អូនមិនចង់បញ្ជាក់ភេទទេបងប្អូនដាក់កន្លែងថាមិនបញ្ជាក់ឥឡូវខ្ញុំដាក់ភេទស្រីខ្ញុំដាក់ថាភេទស្រីចឹងបងប្អូនគ្នាបន្ទាប់មកបងប្អូនអរគ្នាឃើញអក្សរខាងក្រោមខាងស្ដាំដៃហ្នឹងបងប្អូនគ្នាវាថាបន្ទាប់ខៀវហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងប៉ាប់មកដល់ចំណុចនេះគឺបងប្អូនអរគ្នាគេឲ្យបងប្អូនជ្រើសរើសGmail មួយចឹងបងប្អូនគ្នាមានGmail គេលុតឲ្យតែម្ដងឬក៏បងប្អូនចង់បង្កើត Gmail ផ្ទាល់ខ្លួនខ្លួនឯងចឹងមិនចង់ជ្រើសរើសយកដែលគេឲ្យចឹងបងប្អូនគ្នាឥឡូវខ្ញុំមិនបង្កើតអីញ៉ៃទេខ្ញុំជ្រើសរើសយកមួយតែម្ដងបងប្អូនគ្នាឥឡូវខ្ញុំជ្រើសរើសយកអាលើតែម្ដងបងប្អូនគ្នាបន្ទាប់មកបងប្អូនthíchឲ្យចេញសញ្ញាពណ៌ខៀវចឹងមកបន្ទាប់មកបងប្អូនកន្លែងមកមើលខាងក្រោមទៀតគឺខាងស្ដាំដៃហ្នឹងពាក្យថាបន្ទាប់បងប្អូនចុចពាក្យថាបន្ទាប់ទៀតមក
mà đo cái lấy đấy cứ cái bong ôn tầng ở kia bong pin bịa sầm ngặt hai bịa sầm ngặt nó cứ bong ôn ở kia đạo miền miền lây miền so miền sài nhà chẳng hạn mà bong ôn hay làm bậy ở bịa sầm ngặt nó cứ rầm bom mọi cái nghề lui nghề chẳng ấy bong ôn nè lấy nhom xôm ở về mình châu bịa sầm ngặt sẵn bong ôn ở kiaពេលណាដែលបងប្អូនវាយបញ្ចូលពាក្យសម្ងាត់រួចហើយបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងខ្ញុំសូមបាំងបន្តិចបងប្អូននេះដោយសារតែការពារឯកជនបងប្អូនគ្នាបន្ទាប់មកពេលណាដែលបងប្អូនវាយចូលពាក្យសម្ងាត់រួចហើយបងប្អូនគ្នាក៏លេខមកមើលខាងក្រោមខាងស្នាមដៃហ្នឹងពាក្យថាបន្ទាប់ហ្នឹងបងប្អូនចុចពាក្យថាបន្ទាប់ទៀតមកបន្ទាប់មកដល់ចំណុចនេះគឺបងប្អូនគ្នាបានបង្កើតGmail មួយយ៉ាងបានដោយជោគជ័យយ៉ាងបងប្អូនគ្នាបងប្អូនឃើញនេះគឺជាឈ្មោះ Gmail របស់បងប្អូនដែលបង្កើតមិញហ្នឹងបងប្អូនថាយក Gmail ហ្នឹងហើយបងប្អូនចុចពាក្យថាអក្សរខាងក្រោមហ្នឹងពាក្យថាបន្ទាប់បងប្អូនចុចពាក្យថាបន្ទាប់ទៀតមកពេលណាបើបងប្អូនចុចពាក្យថាបន្ទាប់ហើយបងប្អូនអរគ្នា scroll ទៅលើបងប្អូនឬក៏បងប្អូនអានលក្ខខណ្ឌរបស់ Google មកតែខ្ញុំសរច្រើនណាស់បងប្អូនខ្ញុំមិនអានទេខ្ញុំចុចពាក្យថាយល់ព្រមតែម្ដងបងប្អូនចុចពាក្យថាយល់ព្រមមកវាកំពុងដំណើរការទៅមុខបងប្អូនគ្នាហើយវាកំពុងតែនាំបងប្អូនទៅមុខទៀតហើយបងប្អូនគ្នាអូខេបងប្អូនគ្នាគឺការបង្កើតGmail គឺបានដោយជោគជ័យហើយឥឡូវបងប្អូនចុចចូលកន្លែងរូប profile មកបងប្អូនចូលទៅមើល Gmail របស់បងប្អូនដែលបង្កើតមិញហ្នឹងនេះគឺបងប្អូនអរគ្នាគឺ Gmail ដែលខ្ញុំបានបង្កើតមិញហ្នឹងបងប្អូនអរគ្នាអូខេបងប្អូនគ្នាសម្រាប់បងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនអរគ្នាបងប្អូនអរគ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នានៅវីដេអូ